ឯកឧត្តមហ៊ុនម៉ាណីស្នេហាជាតិដ៏រឹងមាំប្រជាពលរដ្ឋជាង 15,000 នាក់ពីគ្រប់ទិសទីគាំទ្ររដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនការពារបូរណភាពទឹកដីនៅលើបណ្ដាញសង្គមនាថ្ងៃប្រហ័សទី 19 ខែមិថុនានេះឯកឧត្តមហ៊ុនម៉ាណីបានបង្ហាញពីមោទនភាពនិងអំណរគុណចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋជាង 15,000 នាក់ដែលបានចូលរួមដំណើរថ្មើរជើងយ៉ាងលើសលប់ដើម្បីបង្ហាញការគាំទ្ររដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃឯកឧត្តមហ៊ុនម៉ាណីមានប្រសាសន៍ថាព្រឹត្តិការណ៍ដំណើរថ្មើរជើងម្សិលមិញនេះបានបង្ហាញយ៉ាងច្បាស់ពីជំរឿននៃឆន្ទៈទឹកចិត្តក្តីស្រឡាញ់ដែលកូនខ្មែរមានសម្រាប់ប្រទេសជាតិយើងឯកឧត្តមហ៊ុនម៉ាណីបានបញ្ជាក់ថាទោះបីជាការរៀបចំផ្សព្វផ្សាយរយៈពេលត្រឹមតែ 2-3 ថ្ងៃប៉ុណ្ណោះប៉ុន្តែព្រះសង្ឃពុកម៉ែបងប្អូនក្នុងរាជធានីនិងមកពីបណ្ដាខេត្តនានាគ្រប់មជ្ឈដ្ឋាននិងគ្រប់វ័យជាង 15,000 នាក់បានចូលរួមដោយបង្ហាញពីជំរឿននៃទឹកចិត្តការគិតគូរការព្រួយបារម្ភដែលក្តីបារម្ភនេះសបញ្ជាក់ពីក្តីស្រឡាញ់ដែលកូនខ្មែរម្នាក់ៗមានសម្រាប់ប្រទេសជាតិយើងជាមួយគ្នានេះឯកឧត្តមហ៊ុនម៉ាណីបានមូលមតិនិងមានបំណងប្រាថ្នាតែមួយគឺចង់ឃើញប្រជាជាតិមានភាពសុខសាន្តតរៀងទៅដូច្នេះចំពោះករណីតានតឹងនៅព្រំដែនរវាងកម្ពុជាថៃស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមតាមដានស្ថានភាពហើយត្រូវចូលរួមគាំទ្ររដ្ឋាភិបាលកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីនិងកងកម្លាំងយើងនៅជួរមុខដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរកដំណោះស្រាយដោយសន្តិវិធីលើរាល់បញ្ហានិងត្រៀមខ្លួនជាស្រេចដើម្បីការពារបូរណភាពដែនដីបើមានភាពចាំបាច់